trời chơi rơi càng nghĩa để dương sờ lạnh bên chật dương trời tay chụp này pe trong ca chơi rơi càng nghĩa để dương sờ lạnh bên chật cũng ai tập thôi than thưa đòi mình sờ lạnh mình bên chật thưa tam tai ca trời ca lôi thưa tam tai tầm trời ca tì xa ca nghĩa còn tay dương ọt bên chật đã ọt bên chật tới việc ca là ca nơi này thôn tròn mình ban bệnh trên là sắc đào nộp pol rồi bọc luôn ọt là tập hiệp tê vì sai sắc đào nộp pol rồi bảo dương để ca bật tới dương ai miên sắm tập hiệp thưa thông thê ở cha tai đời xa tại dương mình ban thưa đời chan tệ nu dương mình ban bệnh trên sắm tập hiệp bậtประกอบរបស់យើងការពិតទៅមនុស្សយើងមានសមត្ថភាពក្នុងការធ្វើអ្វីៗច្រើនណាស់វាគ្រាន់តែថាមនុស្សភាគច្រើនកម្ររកបាននៅអ្វីដែលខ្លួនស្រឡាញ់ពេញចិត្តពិតប្រាកដដូច្នេះហើយធ្វើនេះធ្វើនោះធ្វើនេះធ្វើនោះមិនចំឆន្ទៈរបស់ខ្លួនយើងមិនមែនជាអ្នកដែលត្រូវរើសការងារទេប៉ុន្តែយើងត្រូវតែជ្រើសរើសអ្វីដែលយើងស្រឡាញ់ពេញចិត្តកុំរើសអានការងារតែត្រូវជ្រើសរើសការងារឲ្យត្រូវនឹងគោលដៅជីវិតរបស់យើងហើយចាំយើងវិនិយោគពេលវេលាឬក៏អាយុជីវិតក្នុងការធ្វើការងារនឹងទើបយើងជោគជ័យមនុស្សដែលអត់មានហេតុផលពិបាករស់នៅជាមួយណាមិនស្ដាប់ហេតុផលទៀមទាតែអ្វីដែលខ្លួនចង់បានហើយចង់បានការកំណត់ហើយគ្រប់យ៉ាងទាំងអស់វាតែងតែមានការប្រែប្រួលទោះជាយើងស្មោះស្ម័គ្រចំពោះការសន្យាយ៉ាងណាក៏ដោយវាតែងតែមានឧបសគ្គមានបញ្ហាណាមួយមករំខានមកទៅមកទាស់ហើយបើសិនជាដីប្រពន្ធអត់យល់ពីហេតុផលគ្នាណាតើទៅរស់នៅជាមួយអ្នកណាចុះរស់នៅជាមួយគ្រឿងម៉ាស៊ីនក៏វាមិនចុះដែរក៏វាមិនអាចធ្វើអ្វីតាមការកំណត់ដែលខ្លួនចង់បានដែរសូម្បីតែម៉ាស៊ីនក៏វាអាចនឹងកាំងនៅពេលណាមួយទូរស័ព្ទក៏វាអាចនឹងកាំងនៅពេលណាមួយកុំព្យូទ័រក៏វាអាចនឹងកាំងនៅពេលណាមួយអញ្ចឹងរាល់កំហុសទាំងឡាយគឺថាត្រូវតែស្ដាប់ហេតុផលគ្នាការយឺតយ៉ាវណាការខកខានគឺត្រូវស្ដាប់ហេតុផលគ្នាហើយបើថាមិនស្ដាប់ហេតុផលគ្នាទេអានឹងនៅតែឯងទៅប្រច័ណ្ឌបើសិនជាប្រច័ណ្ឌតិចតិចមិនអីទេវាជាគ្រឿងផ្សំនៃការស្រឡាញ់ហើយក៏ជាគ្រឿងផ្សំនៃសុភមង្គលក្នុងគ្រួសារដែរប៉ុន្តែបើសិនជាបច្ច័យប្រច័ណ្ឌរហូតដល់ប្រកាច់ប្រកិនគ្មានហេតុផលមិនស្ដាប់ហេតុផលប្រច័ណ្ឌដូចឈួតអានឹងវាទៅវាមិនជារឿងល្អទេហើយវាគឺជារឿងដែលនាំមានការឆ្លុះប្រកែកបែកបាក់មានការធុញទ្រាន់បើសិនជាប្រច័ណ្ឌអត់មានហេតុផលប្រច័ណ្ឌដូចឈួតហ្នឹងណាគ្មានណាគេចង់រស់នៅជាមួយទេហើយកុំនិយាយថាស្រឡាញ់មកពីខ្ញុំស្រឡាញ់អ្នកបានពីខ្ញុំប្រច័ណ្ឌអ្នកបើប្រច័ណ្ឌរបៀបហ្នឹងគេមិនឲ្យស្រឡាញ់ទេវាទៅជាបិទសិទ្ធិសេរីភាពទាំងស្រុងតែម្ដងបិទសិទ្ធិសេរីភាពអ្នកខ្លះគ្រាន់តែទៅអង្គុយក្នុងហាងប្តីមើលស្រីអត់មើលមិនមើលស្រីទេមើលឆ្វេងមើលស្ដោតបានដាក់បង្ហាឲ្យប្តីមើលទៅមុខខ្លួនដូចអារបៀបផ្សេះចឹងអ្នកខ្លះទៀតគឺថាណាខ្លួនឯងច្រៀងហើយពេលដែលប្តីទៅស្ដាប់គេអត់បានឲ្យទៅស្ដាប់ខ្លួនឯងអានោះវាហួសហេតុពេកប្រច័ណ្ឌល្មមមានហេតុផលល្អវិញប្រច័ណ្ឌអត់មានហេតុផលវានាំកើតនៅជ្រក់ជ្រែងមនុស្សស្រីត្រូវមានការប្រឹកព្រៀងខ្លាំងជាងបុរសទៀតក្នុងការជ្រើសរើសគូស្រករពីព្រោះមនុស្សស្រីឱកាសតិចណាស់ហើយមានហានិភ័យនៅក្នុងការជ្រើសរើសកុំថាសម័យនេះគេមិនគិតអីទេមេម៉ាយអីណាអស់ព្រមចារីគេមិនគិតអីទេមែនទេណាគ្រួសារច្បុកច្បល់វល់វក់ដោយសារតែរឿងនឹងច្រើនតាត្រូវតែប្រឹកព្រៀងមុននឹងជ្រើសរើសហ្នឹងគឺត្រូវពិនិត្យពិច័យឬក៏ពជាពេលបន្តិចទៅយើងនៅជាមួយគ្នាយើងជួបគ្នាកាន់តែយូរទៅបានយើងដឹងបើសិនជាភ្លាមយកភ្លាមយកភ្លាមយកភ្លាមហើយខុសដល់ពេលខុសប្រុសអត់អីទេណាខុសពោះម៉ាយដូចធម្មតាតែបើស្រីមេម៉ាយក្នុងចិត្តមួយហ្នឹងបាទក្នុងមាត់ចេះថាធម្មតាប៉ុន្តែក្នុងចិត្តហ្នឹងសំបីខ្លួនដែលជាមេម៉ាយខ្លួនឯងហ្នឹងក៏ពេលខ្លះម្ដងម្កាលបាត់បង់ជំនឿទុកចិត្តលើខ្លួនឯងដែរណាប៉ុន្តែសូមបញ្ជាក់ថាវាមិនមែនមានន័យថាមេម៉ាយសុទ្ធតែអាក្រក់ទេមេម៉ាយខ្លះថ្លៃថ្នូរជាងកមុំទៅទៀតមេម៉ាយខ្លះមានតម្លៃជាងកមុំទៅទៀត
អញ្ចឹងបើសិនជាថ្លៃធ្នូហើយយើងបានឆ្លាតវៃដោយការជ្រើសរើសបានត្រឹមត្រូវទៀតវាកាន់តែល្អប្រសើរហើយវាកាត់បន្ថយភាពច្របូកច្របល់ទល់បធោនិងភាពរញ៉េរញ៉ៃក្នុងការបំពុលសង្គមដោយសារតែរឿងគ្រួសារ